ឲ្យទៅដល់ខែក្តាប់អំពិលសបោបងប្អូនកុំភ្លេចឲ្យសោះមួយមុខនេះគឺថាបុកក្តាប់អំពិលខ្ចីជាមួយនឹងកាពើនិយាយពីថាជាតិណាបងប្អូនអើយបើយើងញ៉ាំជាមួយនឹងបន្លែដូចជាទៅសក់ឬក៏ពពាយហើយនឹងស្តែកគួរទៀតណាញ៉ាំបាយពេលល្ងាចហើយផ្ទាប់ជាមួយនឹងត្រីចៀនទៀតណានិយាយពីថាជាតិហ្មងបងប្អូនអើយញ៉ាំបាយអស់3 4ចានហ្មងមុខម្ហូបបែបសុកស្រាយអញ្ចឹងណាកុំឃើញធម្មតាប៉ុន្តែឆ្ងាញ់ញាក់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះភេទរបស់នាងខ្ញុំសុគន្ធបញ្ញានឹងនាំបងប្អូនទាំងអស់គ្នាមកទស្សនាអំពីវិធីធ្វើក្តាប់អំពិលបុកជាមួយនឹងកំពឹសមុខម្ហូបបែបសុកស្រាយណាបងប្អូនថ្ងៃនេះផងដែរខ្ញុំបានទិញកំពឹសពីអ្នកតលេកំពឹសហ្នឹងគឺកំពឹសតលេវត្ទីដោយសារតែខ្ញុំនៅជិតតលេវត្ទីអញ្ចឹងខ្ញុំទិញតាប្រហែលជា3000នេះ3000បានមកកណោកំពឹសថ្លោល្អណាស់ហើយនឹកឃើញថាខែហ្នឹងខែអំពិលខ្ចីអញ្ចឹងយើងយកកំពឹសហ្នឹងមកបុកជាមួយនឹងអំពិលខ្ចីនិយាយពីថាជាតិណាបងប្អូនអើយអញ្ចឹងជាដំបូងខ្ញុំត្រូវកាត់សម្អាតកំពឹសនឹងសិនយើងយកមកកាត់វាចឹងទៅហើយយើងកាត់តែព្រុយកំពឹសទេណាបងប្អូនមិនមែនកាត់ទាំងក្បាលទេព្រុយហ្នឹងវាធ្វើឲ្យពេលដែលយើងញ៉ាំទៅវាចាក់មាត់យើងស្អាតចឹងណាព្រោះដោយសារកំពឹសយើងហៀងធំដែរកំពឹសហ្នឹងយើងយកមកបុកជាមួយនឹងអំពិលខ្ចីគឺកំពឹសឆៅអញ្ចឹងបងប្អូនត្រូវលាងសម្អាត5 ទៅ 6 ទឹកឲ្យប្រកាសថាកំពឹសយើងស្អាតល្អណាបងប្អូនកុំឲ្យពេលញ៉ាំទៅអាចមានបញ្ហារាគរូសអីចឹងណាហើយនេះកំពឹសរបស់យើងបន្ទាប់ពីខ្ញុំបកសម្អាតហើយគឺលាងទឹកបានស្អាតចឹងណាបើបងប្អូនចង់ស្អាតទៀតអាចយកទឹកសូដាមកលាងបន្ថែមបានអាហ្នឹងប្រកាសថាស្អាតហ្មងហើយនេះអំពិលខ្ចីគឺអញ្ចឹងតែថ្លៃបងប្អូន1គីឡូ20000ចឹងខ្ញុំមានអំពិលខ្ចីចំនួន1ខាំជាងហើយខ្ញុំមានបន្លែផ្ទាប់ទៅសក់ផ្លែពពាយសណ្តែកគួរក៏ដូចជាម្អមហ្នឹងសម្រាប់ពេលយើងបុកហើយយើងលាយជាមួយនឹងម្អមហ្នឹងបង្កើនក្លិនឈ្ងុយហើយជីរណាក៏ធ្វើឲ្យបុករបស់យើងមានក្លិនឈ្ងុយផងដែរខ្ញុំមានខ្ទឹមសចំនួន4មើមខ្ទឹមក្រហមហើយនឹងម្ទេសចំនួន3ផ្លែដាក់ចូលទៅក្នុងត្បាល់ចឹងមកស្ករសចំនួន1ស្លាបព្រាហើយនឹងប៊ីចេង1/3នៃស្លាបព្រាខ្ញុំដាក់គ្រឿងទេសចូលឲ្យហើយបុកជាមួយនឹងខ្ទឹមម្ទេសហើយនឹងខ្ទឹមក្រហមយើងដាក់ចឹងទៅកុំឲ្យយើងបុកទៅខ្ទាតម្ទេសចេញមកក្រៅវាអាចចូលភ្នែកធ្វើឲ្យយើងកាហាយភ្នែកណាបន្ទាប់ពីបុកបានម៉ត់ហើយនេះប្រហុកចិញ្ច្រាំប្រហែលជាមួយស្លាបព្រាខ្ញុំដាក់ផុករៀងច្រើនតិចទេព្រោះបុកម្ហូបបែបខ្មែរយើងតតែប្រហុករៀងចាស់បន្តិចបានមានក្លិនឈ្ងុយអញ្ចឹងខ្ញុំចាប់ផ្ដើមបុកគ្រឿងទាំងអស់នឹងចូលគ្នាឲ្យបានល្អចឹងមកម៉ត់ហើយខ្ញុំចាប់ផ្ដើមមកដាក់អំពិលក្តាប់អំពិលណាបងប្អូននេះក្តាប់អំពិលខ្ញុំណាអញ្ចឹងខ្ញុំដាក់ចូលទាំងអស់មកទៅក្នុងត្បាល់របស់យើងហ្នឹងពេលដែលយើងដាក់ក្តាប់អំពិលចូលទៅវារៀងពិបាកបុកបន្តិចទេព្រោះដោយសារវាមានជាតិទឹកនៅពេលដែលយើងបុកគ្រឿងម្ទេសហើយនឹងខ្ទឹមហ្នឹងវាមានទឹកដែរប៉ុន្តែតិចទេប៉ុន្តែនៅពេលដែលយើងដាក់អំពិលខ្ចីចូលទៅវាកាន់តែធ្វើឲ្យមានទឹករៀងខ្ទាតត្រូវមុខត្រូវភ្នែកអីតិចទេប៉ុន្តែមិនជាបញ្ហាទេបងប្អូនព្យាយាមបុកឲ្យបានក្តាប់អំពិលហ្នឹងម៉ត់ល្អចឹងទៅបានវាចូលជាតិឆ្ងាញ់ណាបងប្អូននេះបានម៉ត់ដូចខ្ញុំបុកនេះអញ្ចឹងណាប៉ុណ្ណឹងបានហើយវាឆ្ងាញ់ហើយអញ្ចឹងបន្តមកទៀតយើងដាក់កំពឹសរបស់យើងចូលពេលដែលយើងដាក់កំពឹសហ្នឹងអត់ចាំបាច់បុកខ្លាំងដូចយើងបុកអំពិលទេគឺគ្រាន់តែជុំវាដើម្បីឲ្យបង្កំពឹសហ្នឹងចូលជាតិជាមួយនឹងក្តាប់អំពិលយើងបានហើយជុំវាតិចមកណាបងប្អូនហើយបងប្អូនអាចភ្លក់បានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំនៅពេលដែលខ្ញុំដាក់គ្រឿងទេសប៉ុណ្ណឹងគឺល្មមហ្មងរសជាតិរបស់វាគឺប្រៃជូរហឹរផ្អែមតិចគឺត្រូវរសជាតិដែរហើយចំចប់គឺយើងដាក់ម្អមចូលដាក់ម្អមជុំតិចមកគឺមិនបាច់បុកខ្លាំងទេធ្វើពេលហ្នឹងវាមានក្លិនឈ្ងុយចេញពីម្អមហើយក្លិនជូរចេញពីក្តាប់អំពិលនិយាយទៅពិបាកបរិយាយណាបងប្អូនអើយដឹងតែឆ្ងាញ់ញ៉ាំបាយអស់3ឆ្នាំហើយនេះខ្ញុំចាប់ផ្ដើមដួសដាក់ចានហើយខ្ញុំមានបន្លែសម្រាប់ញ៉ាំផ្ទាប់ជាមួយនឹងបុកកំពឹសខ្ញុំមានពពាយត្រសក់សណ្តែកគួរមានជីរណាហើយក៏មានជីនាងវងដែរយើងញ៉ាំទៅឈ្ងុយហ្មងណាបងប្អូនមកដល់ត្រង់ចំណុចនេះបើសិនជាបងប្អូនចូលចិត្តនៅការធ្វើម្ហូបរបស់នាងខ្ញុំសូមបងប្អូនជួយចុច like ហើយនិង subscribe វីដេអូរបស់នាងខ្ញុំផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តបន្តក្នុងការធ្វើម្ហូបទៀតចាអរគុណបងប្អូនឥឡូវមកបងប្អូនដល់មកញ៉ាំបាយហើយសម្រាប់អាហារពេលល្ងាចនេះគឺអ្នកសិក្សាដូចខ្ញុំអត់មានអីពិសេសច្រើនទេគឺមានតែម្ហូបប៉ុណ្្នឹងឯងប
បុកកពើជាមួយនឹងក្តាប់អំពិលហើយមានថៃចៀនបន្តិចហើយមានអាឡឹកហ្នឹងគឺគាត់អាចចោលទេសម្បូរណាស់នៅអ្នកភូមិគេដាំច្រើនចេញពីធ្វើការមកទិញតែអាឡឹក1 2000 3000សម្រាប់ញ៉ាំពេលល្ងាចបន្ទាប់ពីបាយហើយលាងមាត់ណាមកហូបធម្មតាណាបងប្អូនចាអញ្ចឹងអញ្ជើញបងប្អូនទាំងអស់គ្នាមកញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំណាមកបែបស្រុកស្រែបងប្អូនខ្លះក៏ជាចូលចិត្តដូចខ្ញុំដែរអញ្ចឹងណាអញ្ចឹងបងប្អូនបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចណាជួយចុច like ហើយនិង subscribe channel របស់ខ្ញុំម្នាក់មួយផងណាដើម្បីខ្ញុំមានទឹកចិត្តបន្តទៀតហើយអរគុណបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនពេញចិត្តឲ្យខ្ញុំធ្វើវីដេអូពីវិធីធ្វើម្ហូបបែបស្រុកស្រែផ្សេងទៀតអាច comment ខាងក្រោមវីដេអូរបស់នាងខ្ញុំបានខ្ញុំនឹងព្យាយាមបង្ហាញជូនបងប្អូនអរគុណសូមជម្រាបលា